សួស្តីអ្នកទាំងអស់គ្នាថ្ងៃខ្ញុំចេញវីដេអូថ្មីមួយទៀតដោយនិយាយដល់មានន័យទេគឺចង់សារចេញវីដេអូនៅលើ Facebook ឬនៅលើបណ្ដាញឲ្យអ្នកទាំងអស់គ្នាបានស្គាល់កាន់តែច្រើនពីខ្ញុំបាទអញ្ចឹងហ្នឹងហើយថ្ងៃនេះខ្ញុំចេញវីដេអូនិយាយពីដាក់ម៉ាស៊ីនស្រូបផ្សែងនៅផ្ទះបាយនិយាយទៅដាក់ប្រើខ្លួនឯងខ្ញុំដាក់ប្រើខ្លួនឯងនេះម៉ាស៊ីននេះអ្នកទាំងអស់គ្នាចាំមើលវីដេអូម៉ាស៊ីនគេពាណិជ្ជកម្មហ្នឹងចេញដាក់ម៉ាស៊ីនស្រូបផ្សែងនៅផ្ទះបាយហ្នឹងវាធូរដែរទេវាតែប្រហែលសិនវាដែរទេតែយើងដាក់ទេខ្ញុំដាក់ហ្នឹងគឺដោយសារតែខ្ញុំអានបានអត្ថបទនេះអត្ថបទហ្នឹងវាវែងឆ្ងាយដែលខ្ញុំបកប្រែវិញអ្នកទាំងអស់គ្នាអាចស្ដាប់សារអានេះគឺជាមិនអត្ថបទខ្ញុំសរសេរទេអាហ្នឹងគឺជាអត្ថបទដែលគេចេញបញ្ជាក់ដោយក្រសួងចេញមកជ្រាវដែលគេចេញមកទទួលស្គាល់អំពីផលប៉ះពាល់នៅផ្សែងឬក៏ផ្សែងចម្អិនម្ហូបអាហារនៅក្នុងផ្ទះបាយនិយាយទៅអាប្រភេទម៉ាស៊ីនស្រូបផ្សែងហ្នឹងបើសិនជាផ្ទះណាដែលគេមានខ្យល់ចេញចូលក៏មានខ្យល់ចេញចូលបានល្អយើងចម្អិនអាហារទៅគឺវាចេញទៅក្រៅហីគឺវាហោះវាហាចេញទៅក្រៅហីវាហ្នឹងអត់អីទេប៉ុន្តែគ្រាន់តែផ្ទះខ្ញុំយើងធ្វើអាដបូនៅខាងក្រោយចឹងទៅនៅពេលដែលយើងចម្អិនអាហារគឺផ្សែងវាងុំនៅក្នុងហ្នឹងហើយអ្នកជិតខាងក៏គេធ្វើដបូដែរអញ្ចឹងពេលយើងចម្អិនអាហារគឺផ្សែងគឺនៅក្នុងនឹងងុំក្នុងនឹងជាមួយគ្នាហ្មងអញ្ចឹងពេលយើងនៅទៅវាមានអារម្មណ៍ថាវាហប់ហើយវាក្តៅវាក្តៅហើយវាធ្វើឲ្យយើងអាសាផ្ដាសាយពីបញ្ហាច្រមុះព្រោះអីក្លិនម្ហូបអាហារដែលយើងឆ្អិនហ្នឹងគឺវានៅក្នុងនឹងផ្សែងហ្នឹងគឺវានៅក្នុងហ្នឹងហើយមួយទៀតខ្ញុំអានបានអត្ថបទនេះខ្ញុំអានឲ្យអ្នកទាំងគ្នាបានស្ដាប់វាវែងតិចប៉ុន្តែវាល្អព្រោះអីវាឃើញថាវាប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់យើងច្រើនឥឡូវខ្ញុំអានឲ្យអ្នកទាំងគ្នាបានស្ដាប់សារតាមផ្សែងផ្ទះបាយប៉ះពាល់ដល់សុខភាពមនុស្សដូចម្ដេចខ្លះការចម្អិនអាហារគឺជាសកម្មភាពប្រចាំថ្ងៃនៅក្នុងគ្រួសារនីមួយៗទោះជាយ៉ាងណាក៏ដោយបើសិនជាមិនមានការប្រុងប្រយ័ត្នការប៉ះពាល់ផ្សែងផ្ទះបាយក្នុងពេលចម្អិនអាហារអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសមាសធាតុពុលអានេះយើងប្រើ Google Translate វិញអញ្ចឹងអាចនឹងពាក្យពេចន៍ខ្លះវាអត់ត្រូវនឹងពាក្យបច្ចេកទេសប៉ុន្តែខ្ញុំអានទៅអ្នកទាំងគ្នាអាចស្ដាប់យល់ព្រោះអីពាក្យខ្លះវាជាពាក្យបច្ចេកទេសយើងនិយាយទៅអាចនឹងខុសប៉ុន្តែយើងបើសិនជាលក្ខណៈសាមញ្ញមកយើងនិយាយយល់គឺអានហ្នឹងទៅគឺអាចយល់បានសមាសធាតុពុលនៅក្នុងផ្សែងផ្ទះបាយត្រូវបានបង្កើតឡើងពីការចំហេះឥន្ធនៈនិងការចូលរួមពីសមាសធាតុសរីរាង្គនិងអសរីរាង្គពុលផ្សែងផ្ទះបាយអាចផលិតឧស្ម័នដូចជាគឺ CO2 CO PM 2.5 ជាដើមទាំង CO និង CO2 គឺជាឧស្ម័នគ្មានពណ៌និងគ្មានក្លិនប៉ុន្តែការប៉ះពាល់រយៈពេលយូរបង្កហានិភ័យជាច្រើនដល់សុខភាព CO នេះគឺពាក្យកាត់របស់វា CO គឺមានន័យថាកាបូនម៉ូណូអុកស៊ីតអាចភ្ជាប់ទៅនឹងអេម៉ូក្លូប៊ីននៅក្នុងឈាមដែលរារាំងអុកស៊ីហ្សែនទៅដល់កោសិកានេះអាចនាំឲ្យមានរោគសញ្ញាដូចជាឈឺក្បាលវិលមុខចង្អោរក្អួតដង្ហើមខ្លីនិងវិលមុខ CO2 ដោយជាកាបូនឌីអុកស៊ីតអាចកាត់បន្ថយបរិមាណអុកស៊ីហ្សែននៅក្នុងខ្យល់ដែលបណ្ដាលឲ្យដង្ហើមខ្លីចំពោះអ្នកដែលស្រូបវាអានេះរបៀបថាដែលបណ្ដាលឲ្យយើងដកដង្ហើមបានខ្លីចំពោះអ្នកដែលស្រូបវាផ្សែងផ្ទះបាយមានផ្ទុក CO និង CO2 ដែលបង្កគ្រោះថ្នាក់ដល់សុខភាពផ្សែងផ្ទះបាយក៏មានផ្ទុក PM 2.5 ដែលជាភាគល្អិតតូចជាងឬស្មើនឹង 2.5 មីក្រូម៉ែត្រភាគល្អិតទាំងនេះអាចស្រូបចូលនៅក្នុងសួតបានជ្រៅដែលបណ្ដាលឲ្យរលាកនេះអាចនាំឲ្យមានជំងឺផ្លូវដង្ហើមដូចជាឈឺបំពង់ករលាកតោងសួតជំងឺហឺតរលាកសួតជាដើមសម្រាប់មនុស្សចាស់កុមារនិងស្ត្រីមានផ្ទៃពោះមនុស្សចាស់ស្ត្រីមានផ្ទៃពោះនិងកុមារងាយរងគ្រោះបំផុតលើសពីនេះផលប៉ះពាល់ដល់គ្រោះថ្នាក់នៃផ្សែងផ្ទះបាយក៏ស្ថិតនៅក្នុងការបំភាយឧស្ម័នផ្សេងទៀតដែលដូចជាសមាសធាតុសរីរាង្គងាយនឹងបង្កជាឧស្ម័ន VOCs formaldehyde benzone ជាដើមការបំភាយឧស្ម័នទាំងនេះអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទប្រព័ន្ធសរសៃឈាមបេះដូងប្រព័ន្ធបន្តពូជនិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើការចម្អិនអាហារត្រូវបានធ្វើនៅក្នុងរយៈពេលយូរនៅក្នុងកន្លែងចង្អៀតវាជាមូលហេតុនៃជំងឺផ្លូវដង្ហើមដំណ
ដោះស្រាយដើម្បីការពារសុខភាពនៅក្នុងពេលចម្អិនអាហារត្រូវការដើម្បីបន្សុទ្ធខ្យល់ប្រសិនបើផ្ទះបាយមានបង្អួចសូមបើកវានៅពេលដែលកំពុងចម្អិនអាហារដើម្បីឲ្យខ្យល់ចរាចរណ៍ចេញចូលយកផ្សែងផ្ទះបាយចេញក៏ជួយឲ្យកាត់បន្ថយសីតុណ្ហភាពនិងភាពចង្អៀតនៅក្នុងផ្ទះបាយផងដែរសម្រាប់ដំណោះស្រាយដ៏សាមញ្ញងាយស្រួលគឺដំឡើងម៉ាស៊ីនស្រូបខ្យល់វានឹងស្រូបខ្យល់និងផ្សែងពុលទាំងនោះចេញទៅក្រៅយើងចង់ប្រើម៉ាស៊ីនស្រូបខ្យល់ផ្ទះបាយណាក៏ដោយនៅក្រោមហ្នឹងគឺវាពាណិជ្ជកម្មពីម៉ាស៊ីនស្រូបខ្យល់របស់វាទេអញ្ចឹងហើយវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងគឺខ្ញុំបានតម្លើងនេះទាំងតម្លើងម៉ាស៊ីនស្រូបខ្យល់ហ្នឹងដើម្បីចេញទៅក្រៅព្រោះសម្រាប់អ្នកដែលផ្ទះរបស់គាត់មានខ្យល់ចេញចូលបានល្អមានទ្វារប្រួចនៃបើកដែលវានេះចេញទៅក្រៅផ្សែងវាចេញទៅក្រៅបានហ្នឹងអត់អីទេប៉ុន្តែផ្ទះសម្រាប់ផ្ទះអ្នកដែលគេបិទចិត្តឧទាហរណ៍ដូចផ្ទះខ្ញុំដែលនៅក្រោយហ្នឹងគេធ្វើដបូផ្ទះបាយនៅក្រោយហ្នឹងទៅហើយគេធ្វើជាប់គ្នាអញ្ចឹងទៅវាអត់មានខ្យល់ចេញយើងចម្អិនម្ហូបអាហារអញ្ចឹងវាទប់ត្រឹមដបូហ្នឹងគឺនៅហ្នឹងហ្មងព្រោះអីវាមានទ្វារវាមានប្រួចប៉ុន្តែប្រួចរបស់វានៅខាងក្នុងហើយនៅក្រោយហ្នឹងគឺវាមានជាងមួយទៀតជាងមួយហើយនៅលើគឺយើងធ្វើដបហើយអញ្ចឹងទៅវាធ្វើឲ្យហប់ហើយធ្វើឲ្យក្តៅហប់ក្តៅហើយក្លិនទៀតក្លិនផ្សែងក្លិនហូបដែលយើងចម្អិនរាល់ថ្ងៃហ្នឹងគឺវានៅហ្នឹងវាអត់ភាយទៅណាយើងអានអត្ថបទទៅយើងដឹងបានថាវាប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមយើងខ្លាំងអញ្ចឹងហើយយើងក៏តម្លើងម៉ាស៊ីនស្រូបខ្យល់ទៅហើយជាងយើងតម្លើងម៉ាស៊ីនស្រូបខ្យល់មួយទៅអត់អស់ហ្មងនេះវាជួយដល់សុខភាពយើងច្រើនវាអត់ធ្វើឲ្យប៉ះពាល់សុខភាពយើងហើយវាធ្វើឲ្យខ្យល់ក្នុងផ្ទះបាយរបស់យើងវាអត់ហប់អត់ក្តៅវាស្រួលទៀតហ្នឹងឯងចឹងអរគុណវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទ